ចូលមកដល់ភាពបញ្ចប់នៃសាច់រឿងធ្វែលនៅពេលដែលវិញ្ញាណបិសាចបានសន្ធិដ្ឋចូលក្នុងខ្លួនមនុស្សកម្លាំងនៃវិញ្ញាណបិសាចក៏បានកើនឡើងខ្លាំងទៅចំណែកអុកវីវិញក៏បាននាំយកទេវតានាគដើម្បីហោះហើរចេញពីទីក្រុងនឹងក្នុងការស្វែងរកទីទួលមានសុវត្ថិភាពក៏ប៉ុន្តែក៏ដោយសារតែអុកវីបានដឹងថាធម្មពលវិញ្ញាណបិសាចបានរស់រានឡើងវិញក៏បានធ្វើឲ្យគេអស់កម្លាំងយ៉ាងខ្លាំងបន្ទាប់មកអុកវីក៏បានធ្លាក់ទៅទីកន្លែងមួយដែលជាទីកន្លែងដែលបានឃុំឃាំងទៅលើអុកវីកាលពីអតីតកាលចំណែកឯមូលហេតុដែលបានធ្វើឲ្យអុកវីអស់កម្លាំងនៅពេលដែលវិញ្ញាណបិសាចមានការកើនឡើងក៏ដោយសារតែពីអតីតកាលអុកវីគឺជាមនុស្សម្នាក់ដែលជួយទៅដល់ក្រុមទេវតាដែលគេមានសមត្ថភាពអាចស្វែងរកនៅវិញ្ញាណបិសាចបានក៏ប៉ុន្តែគេគឺមិនត្រូវបានជ្រើសរើសឲ្យចូលក្រុមទេវតាទាំង12នោះទេចំណែកឯការរួចស្រឡាញ់គ្នាជាមួយនឹងទេវតានាគក៏ជាស្នេហាលួចលាក់ដែលមិនអាចឲ្យទេវតាបានដឹងនោះដែរហើយនេះគឺជាមូលហេតុដែលបានធ្វើឲ្យអុកវីបានក្លាយទៅជាមនុស្សអាក្រក់នឹងឯងនៅពេលដែលអុកវីបានមកជួបទេវតានាគអុកវីក៏បានប្រាប់ទេវតានាគអំពីរឿងរ៉ាវនៃធម្មពលរបស់ខ្លួនដោយមានការថយចុះដូចជាមានអារម្មណ៍ថាមិនអាចស្វែងរកនៅវិញ្ញាណបិសាចបានដូច្នេះហើយទើបបានជាធ្វើឲ្យអុកវីច្រណែននឹងម៉ារ៉ុកដោយសារតែម៉ារ៉ុកគឺជាមនុស្សធម្មតាដូចតែអុកវីដែរក៏ប៉ុន្តែគេគឺត្រូវបានព្រះជ្រើសរើសគេឲ្យគ្រប់គ្រងទេវតាទាំង12ដោយសារតែការតាំងសិលរបស់ម៉ារ៉ុកអស់រាប់ពាន់ឆ្នាំនឹងឯងបន្ទាប់មកអុកវីក៏បានប្រាប់ទេវតានាគថាខ្លួនគេនឹងចាប់ផ្ដើមតាំងសិលដូចជាម៉ារ៉ុកដែរដើម្បីចង់ឲ្យព្រះជ្រើសរើសគេមួយក្នុងចំណោមទេវតាទាំង12ដែរចំណែកស្នេហាគេរវាងទេវតានាគក៏មិនចង់លាក់បាំងតទៅទៀតដែរហេតុនេះហើយទើបបានជាអុកវីក៏មានកូនចិត្តមួយចង់បានធម្មពលដែលខ្លាំងដូចទៅនឹងម៉ារ៉ុកដែរចំណែកទេវតានាគវិញនៅពេលដែលបានដឹងអំពីគំនិតរបស់អុកវីដែលចង់ក្លាយទៅជាទេវតានាងគឺមិនសប្បាយចិត្តនោះទេដោយសារតែការចាប់ផ្ដើមស្នេហារវាងទេវតានាគនិងអុកវីទេវតានាគគឺបានស្រឡាញ់អុកវីមិនអាស្រ័យទៅលើគេជាមនុស្សឬមួយជាទេវតានោះទេទេវតានាគគឺបានស្រឡាញ់អុកវីនៅអ្វីដែលអុកវីកំពុងតែមានបើទោះបីជាអុកវីមិនបាននៅក្នុងក្រុមទេវតាទាំង12ក៏ដោយក៏ខ្លួនគេបានជួយទៅដល់ក្រុមទេវតាដើម្បីអាចជួយស្វែងរកនៅវិញ្ញាណបិសាចជូនទៅដល់ក្រុមទេវតាបានដែរចំណែកឯការស្រឡាញ់គ្នារវាងអុកវីនិងទេវតានាគនាងក៏បានសន្យាទៅកាន់អុកវីថាខ្លួនគេនឹងប្រាប់ទៅដល់ទេសាអំពីស្នេហារបស់គេជាមួយនឹងអុកវីដើម្បីឲ្យក្រុមទេវតាទាំងអស់គ្នាបានដឹងនឹងឯងចំណែកអុកវីវិញដោយសារតែខ្លួនគេគឺមានកូនចិត្តមួយនឹងចង់បានធម្មពលដូចទៅនឹងទេវតាដែរគេក៏ត្រូវបានសាមីនដែលជាក្រុមបិសាចក៏បានបញ្ចូលគេឲ្យចូលរួមជាមួយនឹងសាមីនដើម្បីប្រែក្លាយអំពីភពមនុស្សទៅជាពិភពបិសាចវិញនឹងឯងចំណែកឯទេវតាកាន់ជីដែលជាទេវតាសនៈដោយនៅពេលនេះគឺនាងបានដឹងថាអុកវីក៏បានក្បត់ទៅនឹងក្រុមទេវតាដើម្បីចុះចូលជាមួយនឹងសាមីននាងក៏បានខឹងទៅលើអុកវីជាខ្លាំងបន្ទាប់មកទេវតាសនៈក៏បានប្រាប់អុកវីឲ្យខ្លួនគេចូលទៅជួយក្រុមទេវតាវិញចំណែកអុកវីវិញដោយសារតែការលោភលន់របស់គេដែលចង់បានធម្មពលដូចទៅនឹងម៉ារ៉ុកដែលអាចគ្រប់គ្រងក្រុមទេវតាបានអុកវីក៏បានសម្រេចចិត្តចូលរួមជាមួយនឹងសាមីនក្នុងឡុងពេលនោះអុកវីក៏បានប្រើប្រាស់នៅធម្មពលរបស់ខ្លួនបំរុងនឹងរៀបសម្លាប់ទៅលើទេវតាសនៈក៏ប៉ុន្តែទេវតាសនៈគឺជាមិត្តជិតស្និទ្ធរបស់ទេវតានាគហេតុនេះហើយទើបបានជាអុកវីបានដោះលែងនាងចំណែកទេវតាសនៈក៏បាននាំដំណឹងនឹងទៅប្រាប់ទេវតានាគអំពីរឿងរ៉ាវដែលអុកវីបានក្បត់ជាមួយនឹងក្រុមទេវតាទៅចោះចូលជាមួយនឹងសាមីនចំណែកទេវតានាគនៅពេលដែលបានដឹងរឿងរ៉ាវអស់ហើយនាងក៏បានអន់ចិត្តទៅលើអុកវីយ៉ាងខ្លាំងបន្ទាប់មកក្តីស្រឡាញ់របស់ទេវតានាគទៅលើអុកវីក៏បានកាត់បន្ថយនៅពេលនោះផងដែរកាត់មកដល់ពេលបច្ចុប្បន្នវិញដោយនៅពេលនេះភាពវឹកវរនៅក្នុងទីក្រុងមនុស្សមួយចំនួនដែលត្រូវបានបិសាចបានចូលសន្ធិដ្ឋក្នុងខ្លួនរបស់ពួកគេក៏បាននាំគ្នាទៅសម្លាប់មនុស្សដែលមានលក្ខណៈធម្មតាដោយអ្នកខ្លះគឺមិនត្រូវបានបិសាចចូលសន្ធិដ្ឋក្នុងខ្លួននោះទេចំណែកក្រុមទេវតាដែលដឹកនាំដោយទេសាដែលនៅពេលនេះគឺគេមានយុទ្ធសាស្ត្រក្នុងខ្លួនវិញហើយបន្ទាប់មកក្រុមទេវតាក៏ចាប់ផ្ដើមប្រតិបត្តិការទៅសម្លាប់ក្រុមបិសាចនិងស្វែងរកសាមីនផងដែរកាត់មកដល់អុកវីជាមួយនឹងទេវតានាគវិញម្ដងដោយពេលនេះប្ររងទេវតានាគគឺបានរត់ចូលក្នុងខ្លួនរបស់គេវិញហើយចំណែកឯការចងចាំស្នេហារវាងអុកវីនិងខ្លួនដែលត្រូវបានម៉ារ៉ុកលុបបំបាត់ការពីអតីតកាលក៏បានត្រឡប់មកវិញដែរក្នុងឡុងពេលនោះនៅពេលដែលទេវតានាគបានដឹងខ្លួនក៏បានឃើញថាអុកវីគឺបាននៅពីមុខខ្លួននាងក៏មិនបានសប្បាយចិត្តអ្វីនោះដែរមូលហេតុក៏ដោយសារតែអុកវីគឺបានក្បត់នឹងក្រុមទេវតាដើម្បីចុះចូលជាមួយនឹងក្រុមបិសាចបន្ទាប់មកទេវតានាគក៏បាន
បានចាក់ចេញពីទីកន្លែងហ្នឹងដោយមិនបាននិយាយជាមួយនឹងអុកវីអ្វីនោះទេចំណែកអុកវីវិញនៅពេលដែលឃើញទេវតានាគបានធ្វើដាក់គេបែបនេះក៏បានធ្វើឲ្យគេអាក់អន់ចិត្តកាន់តែខ្លាំងចំណែកឯរឿងរ៉ាវដែលអុកវីបានចូលរួមជាមួយនឹងសាមីនដោយសារតែគេចង់បានថាពរដូចទៅនឹងម៉ារ៉ុកដើម្បីអាចគ្រប់គ្រងក្រុមទេវតាបាននឹងឯងនៅពេលដែលអុកវីបានគ្រប់គ្រងនៅក្រុមទេវតាដូចទៅជាម៉ារ៉ុកដែរនោះស្នេហារវាងអុកវីនិងទេវតានាគនឹងមានជាអមតៈហេតុនេះហើយទើបបានជាអុកវីសម្រេចជ្រើសរើសយកផ្លូវមួយហ្នឹងកាត់មកដល់ក្រុមទេវតាវិញម្ដងដោយនៅពេលនេះពួកគេគឺកំពុងតែប្រយុទ្ធគ្នាជាមួយនឹងមនុស្សដែលត្រូវបានបិសាចចូលសន្ធិដ្ឋក្នុងខ្លួនរបស់ពួកគេហើយនៅពេលនេះយើងបានមើលឃើញថាក្រុមទេវតាទាំងអស់គ្នាគឺមានយុទ្ធសាស្ត្រខ្លាំងមែនទែនដែលបានវាយសន្ធប់ទៅលើពួកគេឲ្យសន្លប់ភ្លាមៗតែម្ដងចំណែកទេវតាពស់វិញដោយសារតែនាងមានសមត្ថភាពអាចព្យាបាលទៅលើមនុស្សបាននាងក៏បានប្រើប្រាស់នៅយុទ្ធសាស្ត្ររបស់ខ្លួនដែលត្រូវបានទេវតាវាយពួកគេដួលស្លាប់មុននឹងហើយក៏បានព្យាបាលគេឲ្យក្លាយទៅជាមនុស្សធម្មតាវិញកាត់មកដល់កូនបំណុលរបស់ទេសាវិញដោយនៅពេលនេះគឺគេកំពុងតែផឹកស៊ីជាមួយនឹងគ្នារបស់គេក្នុងឡុងពេលនោះផងដែរក៏មានបិសាច2នាក់បានចូលទៅអុកលុកនៅទីនោះចំណែកកូនបំណុលរបស់ទេសានៅពេលដែលបានឃើញបែបនេះគេក៏បានឲ្យគ្នារបស់គេវាយទៅលើបិសាចនោះឲ្យទ្រាំខ្លួនផងដែរចំណែកឯមនុស្សដែលត្រូវបានគ្រប់គ្រងដោយវិញ្ញាណបិសាចនឹងក៏បានងើបឡើងវិញដូចជាមិនមានបញ្ហាអ្វីនោះទេរួចក៏បានវាយទៅលើម្នាក់នោះវិញផងដែរចំណែកកូនបំណុលរបស់ទេសានៅពេលដែលឃើញបែបនេះគេក៏បាននាំមិត្តស្រីរបស់ខ្លួនដើម្បីចាក់ចេញពីទីកន្លែងនឹងបន្ទាប់មកគេក៏បានទៅជួបជាមួយនឹងទេសាចំណែកទេសាវិញនៅពេលដែលបានឃើញកូនបំណុលរបស់ខ្លួនកំពុងតែជួបបញ្ហាទេសាក៏បានជួយគេរួចក៏បានវាយសន្ធប់ទៅលើពួកបិសាចដែលបានធ្វើឲ្យពួកគេសន្លប់នៅទីកន្លែងនោះភ្លាមៗតែម្ដងចំណែកកូនចៅរបស់ទេសានៅពេលដែលបានឃើញនៅធម្មពលរបស់ទេសាហើយគេក៏មានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងរួចក៏បានអរគុណទៅកាន់ទេសានិងសន្យាថានឹងជួយរកភ្ញៀវឲ្យគេសម្រាប់នរណាម្នាក់ដែលត្រូវការកម្ចីពីទេសានឹងឯងចូលមកដល់ទេវតានាគវិញម្ដងនៅពេលនេះគឺនាងកំពុងតែប្រើប្រាស់នៅទូរស័ព្ទសាធារណៈដើម្បីទេស្វែងរកក្រុមទេវតាក៏ប៉ុន្តែឆ្នាំនេះគឺមិនទាន់តាក់ទងជាមួយនឹងពួកគេបានទេក្នុងឡុងពេលនោះយើងក៏បានឃើញថាសាមីនក៏បានមកដល់ទីកន្លែងនោះផងដែរចំណែកទេវតានាគវិញនៅពេលដែលបានឃើញកូនចៅរបស់សាមីនចង់បំរុងចូលមកចាប់ខ្លួននាងក៏បានប្រើប្រាស់នៅវិជាសាស្ត្ររបស់ខ្លួនបាញ់ទៅលើពួកគេចំណែកសាមីនវិញក៏បានប្រើប្រាស់នៅធម្មពលខ្មៅងងឹតរបស់ខ្លួនបាញ់ទៅលើទេវតានាគដែលបានធ្វើឲ្យនាងសន្លប់នៅទីកន្លែងនោះផងដែរកាត់មកដល់ក្រុមទេវតាវិញម្ដងដោយនៅពេលនេះពួកគេបានដឹងថាទេវតានាគគឺកំពុងតែជួបគ្រោះថ្នាក់រួចពួកគេក៏បាននាំគ្នាស្វែងរកទេវតានាគនៅពេលដែលពួកគេបានធ្វើដំណើរទៅស្វែងរកឆ្នាំនាគក្នុងឡុងពេលនោះអុកវីក៏បានស្ទាក់ពួកគេនៅតាមផ្លូវចំណែកក្រុមទេវតានៅពេលដែលឃើញបែបនេះពួកគេក៏បានភ្ញាក់ផ្អើលយ៉ាងខ្លាំងស្របពេលនោះដែរអុកវីក៏បានប្រាប់រឿងរ៉ាវរបស់ទេវតានាគដែលត្រូវបានសាមីនចាប់គេបាត់ទៅហើយនៅពេលនេះសាមីនក៏បាននាំយកទេវតានាគទៅក្បែរទ្វារនរកដែលស្ថិតនៅក្នុងទីស្នាក់ការរបស់ក្រុមទេវតានឹងឯងហើយសាមីនធ្វើបែបនេះគឺចង់បានប្រឡឹងទេវតានាគដើម្បីរួមបញ្ចូលជាមួយនឹងធម្មពលរបស់ហេថេដើម្បីអាចកែប្រែនៅឋានមនុស្សលោកនឹងឯងហេតុនេះហើយទើបបានជាអុកវីមកជួបទេសាដើម្បីឲ្យគេទៅជួយទេវតានាគនឹងឯងចំណែកអុកវីវិញដោយសារតែពេលនេះខ្លួនគេគឺកំពុងតែមានរបួសម្យ៉ាងវិញទៀតអុកវីនៅពេលនេះគឺមិនមែនជាដៃគូរបស់សាមីនតទៅទៀតទេចំណែករឿងរ៉ាវដែលកើតឡើងកន្លងមកអុកវីនឹងសន្យាថានឹងរ៉ាប់រងរាល់បញ្ហាដែលបានកើតឡើងទាំងអស់កាត់មកដល់ក្រុមសាមីនវិញម្ដងដែលនៅពេលនេះគឺគេបាននាំយកទេវតានាគមកដល់ទីស្នាក់ការក្រុមទេវតាហើយបន្ទាប់មកគេក៏បានទៅទីកន្លែងទ្វារនរករួចក៏បានសរុបយកប្រឡឹងទេវតានាគដាក់ចូលទៅក្នុងខ្លួនរបស់គេបានសម្រេចផងដែរហើយនៅពេលនេះសាមីនគឺមានថាមពលពេញលេញហើយមិនថាទេវតាដែលបានស្លាប់កាលពីអតីតកាលដែលជាប្អូនរបស់ទេសាក៏ត្រូវបានសាមីនធ្វើឲ្យពួកគេមានជីវិតរស់ឡើងវិញផងដែរដោយទេវតាទាំងអស់នោះគឺមានទេវតាឆ្នាំគោឆ្នាំពពែឆ្នាំទន្សាយនិងឆ្នាំមាន់ផងដែរស្របពេលនោះដែរសាមីនក៏បានប្រើប្រាស់ទេវតាទាំង4នាក់នឹងឲ្យទៅប្រយុទ្ធជាមួយនឹងក្រុមទេសាវិញចំណែកក្រុមទេសាវិញម្ដងដែលនៅពេលនេះគឺគេបានមកដល់ទីស្នាក់ការរបស់ខ្លួនវិញហើយរួចក៏បានឃើញថាបងប្អូនរបស់ពួកគេក៏បានរស់រានមានជីវិតឡើងវិញដែរក៏ប៉ុន្តែពួកគេម្នាក់ៗគឺត្រូវបានវិញ្ញាណបិសាចចូលសន្ធិដ្ឋក្នុងខ្លួនអស់ហើយដូច្នេះហើយពួកគេម្នាក់ៗគឺមិនស្គាល់បងប្អូនរបស់ពួកគេតទៅទៀតទេចំណែកក្រុមទេវតាដែលជាបងប្អូនរបស់ទេសានៅពេលដែលឃើញបែបនេះពួកគេក៏បានដឹងថានេះគឺជាស្នាដៃរបស់សាមីនជាអ្នកនៅពីក្រោយខ្នងនឹងឯងចំណែកទេសាវិញនៅពេលដែលឃើញបែបនេះគេក៏បានឲ្យបងប្អូនរបស់ខ្លួនប្រយុទ្ធគ្នាជាមួយនឹងទេវតា4នាក់ទៀតដោយត្រូវបានគ្រប់គ្រងដោយវិញ្ញាណបិសាចចំណែកទេសាវិញក៏បានធ្វើដំណើរទៅរកសាមីនដើម្បីរំដោះទេវតានាគក៏ប៉ុន្តែក៏ឃើញថាកូនចៅរបស់សាមីនគឺមានគ្នាច្រើនមែនទែនចាំស្ទាក់ទេសា
ចំណែកទេសានៅពេលដែលឃើញកូនចៅរបស់សាមីនមកកាន់តែច្រើនទៅគេក៏បានប្រើប្រាស់នៅដៃភ្លើងរបស់ខ្លួនវាយទៅលើពួកគេដូចជាបកជេរអញ្ចឹងចំណែកបងប្អូនរបស់ទេសាវិញពួកគេក៏បានពិភាក្សាគ្នាធ្វើយ៉ាងណាវាយទៅលើទេវតា4នាក់ដែលជាបងប្អូនរបស់ពួកគេមិនឲ្យមានគ្រោះថ្នាក់ដល់ជីវិតនោះទេបន្ទាប់មកពួកគេក៏បានចែកគ្នាដើម្បីប្រយុទ្ធតតាំងជាមួយនឹងទេវតាទាំង4នាក់ហ្នឹងចូលមកដល់ទេសាវិញម្ដងដល់នៅពេលនេះគេបានមកជួបជាមួយនឹងសាមីនហើយចំណែកសាមីនវិញនៅពេលដែលបានឃើញអានុភាពរបស់ទេសាមុននឹងដែលបានវាយកូនចៅគេងាយស្រួលដូចជាបកជែកគេក៏ចង់បញ្ចុះបញ្ចូលឲ្យទេសាចូលរួមជាមួយខ្លួនដើម្បីផ្លាស់ប្ដូរនៅពិភពមនុស្សចំណែកទេសាវិញគឺមិនក្បត់ឧត្តមគតិរបស់ខ្លួននោះទេដោយសារតែខ្លួនគេគឺជាទេវតាមានតួនាទីដើម្បីជួយការពារមនុស្សលោកនឹងឯងចំណែកសាមីនវិញនៅពេលដែលបានលើបែបនេះគេក៏បានឲ្យកូនចៅរបស់ខ្លួនមកកាន់តែច្រើនទៅដើម្បីប្រយុទ្ធជាមួយនឹងទេសាចំណែកទេវតាខ្លានៅពេលដែលឃើញបែបនេះគេក៏បានវាយកូនចៅរបស់សាមីនម្ដងម្នាក់ក៏ប៉ុន្តែនៅពេលដែលទេសាកំពុងតែប្រយុទ្ធជាមួយនឹងកូនចៅរបស់សាមីនភ្លេចខ្លួនសាមីនក៏បានលួចឆ្មក់ដកកាំបិតរបស់ខ្លួនកាប់ទៅលើទេសាដែលធ្វើឲ្យគេមានរបួសធ្ងន់ផងដែរចំណែកទេសាវិញបើទោះបីជាសាមីនបានចាក់ឲ្យគេត្រូវរបួសមុននឹងទេសាក៏នៅតែខំប្រឹងប្រែងប្រយុទ្ធគ្នាជាមួយនឹងកូនចៅរបស់សាមីនបន្ទាប់មកសាមីនក៏បានមកប្រយុទ្ធជាមួយនឹងទេសាចំណែកទេសាវិញដោយសារតែខ្លួនគេគឺត្រូវបានរងរបួសមុននឹងដែលបានធ្វើឲ្យគេអន់ថយកម្លាំងចំណែកសាមីនវិញដោយសារតែគេគឺមានធម្មពលរបស់ហេថេនិងបានបូកបញ្ចូលជាមួយនឹងប្រលឹងនាគថែមទៀតក៏បានធ្វើឲ្យគេមានធម្មពលកាន់តែខ្លាំងបន្ទាប់មកសាមីនក៏បានចាក់ទៅលើទេសារួចក៏បានប្រើប្រាស់នៅធម្មពលងងឹតបាញ់ទៅលើទេសាដែលបានធ្វើឲ្យគេសន្លប់នៅទីកន្លែងនោះផងដែរកាន់មកដល់បងប្អូនរបស់ទេសាវិញដែលនៅពេលនេះពួកគេគឺកំពុងតែប្រយុទ្ធគ្នាជាមួយនឹងបងប្អូនរបស់ខ្លួនក៏ប៉ុន្តែបងប្អូនរបស់ទេសាម្នាក់មើលទៅដូចជាមិនចង់ធ្វើអ្វីទៅលើបងប្អូនរបស់ខ្លួននោះទេដោយសារតែខ្លាចមានគ្រោះថ្នាក់ទៅដល់ពួកគេកាន់មកដល់សាមីនវិញម្ដងនៅពេលនេះគឺគេបានធ្វើឲ្យទេសាបានសន្លប់បាត់ទៅហើយស្របពេលនោះដែរអុកវីក៏បានមកទាន់ពេលហេតុនេះហើយការប្រយុទ្ធគ្នាជាមួយនឹងអុកវីនិងសាមីនក៏បានចាប់ផ្ដើមនៅពេលដែលពួកគេបានប្រយុទ្ធគ្នាបានមួយសម្បកយើងបានមើលឃើញថាអុកវីគឺមិនអាចយកឈ្នះសាមីនបាននោះទេដោយសារតែសាមីននៅពេលនេះគឺមានថាមពលហេថេនិងទេវតានាគនៅក្នុងខ្លួនហេតុនេះហើយអុកវីគឺមិនមែនជាដៃគូរបស់សាមីននោះទេស្របពេលនោះផងដែរសាមីនក៏បានប្រើប្រាស់នៅថាមពលងងឹតរបស់ខ្លួនបាញ់ទៅលើអុកវីដែលបានធ្វើឲ្យគេសន្លប់នៅទីកន្លែងនោះផងដែរបន្ថែមទៀតនោះសាមីនក៏បានប្រើប្រាស់នៅថាមពលងងឹតរបស់ខ្លួនបាញ់ទៅលើទេវតានាគដើម្បីចង់កំទេចរូបរាងកាយរបស់នាងក៏ប៉ុន្តែក៏ត្រូវបានទេសាមករាំងទាន់ចំណែកសាមីននៅពេលដែលឃើញបែបនេះគេក៏បានទៅនិយាយជាមួយនឹងទេសាថាមូលហេតុអ្វីបានជាទេសានៅតែចង់ការពារទៅលើទេវតានាគដោយសារតែពេលនេះទេវតានាគគឺមិនមានធម៌ពលនៅក្នុងខ្លួននោះទេគឺនៅសល់តែរូបរាងកាយតែប៉ុណ្ណោះស្របពេលនោះដែរសាមីនក៏បានដកកាំបិតរបស់ខ្លួនបំរុងរៀបនឹងចាក់សម្លាប់ទៅលើទេសាហើយក៏ប៉ុន្តែក៏ត្រូវបានអុកវីមករារាំងទាន់ចំណែកការរារាំងរបស់អុកវីវិញក៏បានធ្វើឲ្យគេបានដាច់ស្លាប់របស់ខ្លួនដោយសារតែកាំបិតរបស់សាមីននឹងឯងបន្ទាប់មកសាមីននៅពេលដែលឃើញបែបនេះគេក៏បានដកកាំបិតរបស់ខ្លួនចាក់សម្លាប់ទៅលើអុកវីរួចក៏បានចាប់កាច់ស្លាប់របស់គេទាំងសងខាងដែលបានធ្វើឲ្យគេស្លាប់នៅទីកន្លែងនោះផងដែរចំណែកទេសាវិញនៅពេលដែលបានឃើញភាពខុសខើរបស់សាមីនដែលបានចាក់សម្លាប់អុកវីក៏បានធ្វើឲ្យគេមានការខឹងយ៉ាងខ្លាំងបន្ទាប់មកគេក៏បានប្រើប្រាស់នៅអំណាចរបស់ខ្លួនដែលគេគឺជាទេវតាខ្លាចំណែកធម៌ពលនៃសត្វខ្លានៅពេលដែលខឹងនរណាម្នាក់ហើយគឺគ្មាននរណាម្នាក់អាចបញ្ឈប់គេបាននោះទេស្របពេលនោះដែរទេសាក៏បានប្រើប្រាស់នៅធម៌ពលរបស់ខ្លួនបានវាយសន្ធប់ទៅលើសាមីនដែលមិនអាចឲ្យគេតដៃរួចនោះទេបន្ទាប់មកទេសាក៏បានប្រើប្រាស់នៅធម៌ពលចុងក្រោយរបស់ខ្លួនដែលដៃម្ខាងមានភ្លើងពណ៌ក្រហមនិងម្ខាងទៀតមានភ្លើងពណ៌ខៀវរួចក៏បានហក់ទៅវាយសាមីនមួយដៃចុងក្រោយដែលបានធ្វើឲ្យគេរលាយនៅប្រលឹងរបស់ខ្លួនស្លាប់នៅទីកន្លែងនឹងផងដែរចំណែកសាមីននៅពេលដែលបានស្លាប់ទៅថាមពលរបស់ទេវតានាគក៏បានហោះចូលក្នុងខ្លួននាងវិញបន្ទាប់មកទេវតានាគក៏បានប្រញាប់ប្រញាល់ទៅមើលអុកវីដែលជាស្នេហារបស់ខ្លួនហើយនៅពេលនេះស្នេហារវាងអុកវីនិងទេវតានាគក៏ត្រូវបានបញ្ចប់កាត់ទៅដល់បងប្អូនរបស់ទេសាវិញម្ដងទេវតា4រូបដែលត្រូវបានគ្រប់គ្រងដោយវិញ្ញាណបិសាចក៏ត្រូវបានបងប្អូនរបស់ទេសាបានរួបរวมកម្លាំងគ្នាវាយយកឈ្នះឆ្នាំទេវតាទាំង4នាក់នោះហើយបន្ទាប់មកឆ្នាំទេវតាទាំង8នាក់ក៏ត្រូវដល់ពេលលះបង់នៅធម្មពលរបស់ខ្លួនដើម្បីបិទទ្វារនរកវិញនៅពេលដែលបានបិទទ្វារនរកហើយយើងក៏បានឃើញថាមនុស្សម្នាដែលនៅក្នុងទីក្រុងដែលត្រូវបានគ្រប់គ្រងដោយវិញ្ញាណបិសាចក៏បានមានសភាពធម្មតាវិញចំណែកទេវតា4រូបទៀតដែលត្រូវបានគ្រប់គ្រងដោយវិញ្ញាណបិសាចនៅពេលនេះពួកគេក៏មានសភាពធម្មតាវិញដែរហើយនេះគឺជាអ្វីដែលទេសាចង់ឃើញពួកគេជួបជុំគ្នាវិញនឹងឯងដូច្នេះសាច់រឿងធ្វេរគឺត្រូវបាន
បញ្ចប់ត្រឹមតែប៉ុណ្នេះដូច្នេះបើសិនជាបងប្អូនពេញចិត្តនៃការសម្រាយរឿងរបស់ខ្ញុំសូមកុំភ្លេចជួយចុច Subscribe និងដាក់សញ្ញារូបកណ្ដឹងដើម្បីជាការលើកទឹកចិត្តដើម្បីតាមដាននៅរឿងបន្តទៀតសូមអរគុណ